បងប្អូនគ្រប់ពេលដែលមានទូរស័ព្ទថ្មីចេញមកហើយទូរស័ព្ទថ្មីហ្នឹងមាន motor រុញកាមេរ៉ាចេញរុញកាមេរ៉ាចូលខ្ញុំមានចំណាប់អារម្មណ៍ពីរធំទីមួយគឺវាលយវាពិតជាលយមែនតើបើសិនជាប្រើវានៅខាងក្រៅគេប្រកាសជាមើលវាប្រកាសជាគួរឲ្យចាប់អារម្មណ៍ហើយទី2ខ្ញុំសម្គាល់ឃើញថាទូរស័ព្ទដែលលយទាំងអស់ហ្នឹងអត់ដែលមាន version ទី2ទេចេញអាទី1ហើយអាទី2ឡើងប្រើ motor រុញចេញចូលហើយឧទាហរណ៍ទូរស័ព្ទចិនដែលពេញនិយមហើយយើងប្រកាសជាស្គាល់ទី1គឺ Oppo Find X ដែលចេញមកដំបូងគឺពិតជាលយមែនតើអេក្រង់កោងអេក្រង់លាតដល់ខាងលើហើយកាមេរ៉ាគឺប្រើ motor រុញចេញចូលគឺលយមែនតើប៉ុន្តែអត់ដែលមាន version ទី2ទេ Oppo Find X2 គឺឡើងប្រើ motor រុញចេញចូលហើយអូខេ OnePlus 7 Pro គឺប្រើ motor រុញកាមេរ៉ាមុខចេញមកដែលធ្វើឲ្យអេក្រង់ទូរស័ព្ទនេះគឺលាតបានដល់ខាងលើស្អាតមែនតើប៉ុន្តែ OnePlus X ឡើងមានកាមេរ៉ាលឹបលៀនយ៉ាងទៀតហើយពី Vivo Next ពី Samsung មាន Samsung Galaxy A8 ថ្មីហ្នឹងដែរទូរស័ព្ទ Huawei Pura 70 Ultra ប្រើ lens ដែលមាន motor រុញចេញនិងទាញចូលវាលយវាប្រើទំហំ sensor ធំវាមានកម្លាំងខ្លាំងអត់ចូលទឹកប៉ុន្តែមកដល់ចំនួន Huawei 80 Ultra គឺឡើងមានទៀតហើយអញ្ចឹងនេះគ្រាន់តែជាកំណត់ខ្ញុំទេកុំថាខ្ញុំវាយតម្លៃរិះគន់ក្រុមហ៊ុនអីការសាកល្បងអីថ្មីនាំយកអីថ្មីមកកាន់ទីផ្សារគឺជារឿងល្អដើម្បីឲ្យយើងអាចរកឃើញផ្លូវត្រូវអញ្ចឹងទូរស័ព្ទថ្មីវាល្អវាប្លែកហើយក៏មានតម្លៃថ្លៃដែរប៉ុន្តែចាំមើលជាក់ស្ដែងថាតើវាសមស្របជាមួយនឹងតម្រូវការនៃការប្រើរបស់យើងជាក់ស្ដែងអត់ទេ